DJI Matrix 40 wow នេះគឺជា remote របស់ drone DJI Matrix 40 remote នេះធំខ្លាំងមែនតើបាទ DJI RC Plus 2 បាទក្រងធំហើយខាងនេះគឺជាសៀវភៅណែនាំហើយនេះគឺ hub សម្រាប់សាកថ្ម hub នេះអាចសាកថ្មបាន4គ្រាប់ទៅចូលម្ដងមួយទេបាទ hub សម្រាប់សាកថ្មហើយខាងនេះគឺ adapter កម្លាំង100 W adapter សម្រាប់សាកថ្ម drone ស្លាបទាំងអស់មាន6ស្លាបស្លាបបាទហើយខាងក្រោម adapter គឺមានអានេះខ្សែសម្រាប់ធ្ពក់មួយ case ស្ពាយនេះយើងអាចធ្ពក់នៅកន្លែងនេះបានស្ពាយ case ហ្នឹងហើយកន្លែងនេះគឺខ្សែ USB សម្រាប់សាកថ្មក៏មាន2ដែរមានប្រភេទ USB នេះមួយហើយនឹង Type C នេះមួយហើយក្រៅពីហ្នឹងគឺខ្សែសម្រាប់ដោតជាមួយនឹងព្រីភ្លើងហើយហៅថា power cord ខ្សែសម្រាប់ដោតមួយព្រីភ្លើងហ្នឹងមាន4ប្រភេទបាទហើយ item ចុងក្រោយគេនេះគឺ Matrix 40 នេះផ្ទាល់តែម្ដងបាទ Matrix 40 នេះពិសេសមែនតើគឺវាមានមុខងារសម្រាប់ឲ្យយើងទីមួយគឺយើងអាចមើលកម្ដៅយើងមើលពេលយប់ឬក៏យើងអាចមើលជាលក្ខណៈ thermal camera T ហ្នឹងគឺតំណាងឲ្យពាក្យថា thermal camera ដែលអាចមើលពេលល្ងិតបានណាបាទហើយមួយទៀតយើងអាចវាស់ចម្ងាយ drone នេះអាចវាស់ចម្ងាយ subject យើងចង់ដឹងថាតើចំណុចកណ្ដាលនៃកាមេរ៉ាពីកន្លែងចំណុចកណ្ដាលនៃកាមេរ៉ាមកដល់កន្លែងតួ drone នេះមានចម្ងាយប្រមាណម៉ែត្រពីយើងបាទហើយកាមេរ៉ាគេមាន lens ច្រើនមែនតើណា lens ដល់តែ4ហើយ lens ច្រើននៅខាងក្រោមនេះរៀងកញ្ចក់បាទហើយ drone នេះអាច zoom បានឆ្ងាយមែនតើ zoom បានចម្ងាយរហូតដល់ទៅ 112x បាទ 112x zoom ហើយមានកាមេរ៉ាអាចមើលពេលយប់បានបាទពិសេសមែនតើការហោះហើរក៏បានឆ្ងាយតែតាម spec របស់វាជាង30គីឡូបាទហើយកម្ពស់វាក៏ហោះបានខ្ពស់ដែរគឺកម្ពស់រហូតដល់ទៅ 1500 ម៉ែត្រអូខេអញ្ចឹងនេះគឺជា drone ក៏ដូចជាសម្ភារៈទាំងអស់ដែលមកជាមួយនឹង drone DJI Matrix 40 អរគុណច្រើន